យឧត្តមជាចម្រើនអញ្ជើញទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េតបតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ Far East នៃសាធារណរដ្ឋកូរ៉េឯកឧត្តមបណ្ឌិតជាចម្រើនសមាជិករដ្ឋសភាជាតិនិងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យានិងលោកជំទាវបានដឹកនាំគណៈប្រតិភូសាកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យាអញ្ជើញទៅបំពេញទស្សនកិច្ចរយៈពេល6ថ្ងៃនៅសាធារណរដ្ឋកូរ៉េពីថ្ងៃទី17ដល់ថ្ងៃទី22ខែមករាឆ្នាំ2009ក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូសាកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យាបានទៅធ្វើទស្សនកិច្ចដើម្បីស្វែងយល់ពីសកម្មភាពសិក្សានិងការបណ្ដុះបណ្ដាលរបស់សាកលវិទ្យាល័យ Far East ដែលជាសាកលវិទ្យាល័យដ៏ធំរបស់សាធារណរដ្ឋកូរ៉េក្នុងការងារបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាពសមត្ថភាពគ្រប់ដណ្ដប់លើមហាវិទ្យាល័យវិទ្យាល័យសាលាបឋមសិក្សាព្រមទាំងមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្នែកគិលានុបដ្ឋាយិកានិងអ្នកបម្រើតាមយន្តហោះទៀតផងនៅក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិតជាចម្រើនបានជួបប្រជុំជាមួយលោកសាស្ត្រាចារ្យបណ្ឌិតតាហ៊ីលីយូអ្នកបង្កើតសាកលវិទ្យាល័យ Far East លោកសាស្ត្រាចារ្យបណ្ឌិតអេលីយូសាកលវិទ្យាធិការលោកសាស្ត្រាចារ្យ Edward Bakor សមាជិកគណៈកម្មាធិការប្រតិបត្តិសាកលវិទ្យាល័យ Harvard រួមជាមួយលោកសាស្ត្រាចារ្យបណ្ឌិតប៊ីយ៉ុងគីមនិងលោកសាស្ត្រាចារ្យបណ្ឌិតចាងប៊ីនហុងដើម្បីស្វែងយល់ពីស្ថានភាពសិក្សាអប់រំរបស់ប្រទេសកូរ៉េដើម្បីទទួលបានចំណេះដឹងបទពិសោធន៍ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលកម្មវិធីសិក្សានិងការងារគ្រប់គ្រងដឹកនាំមកធ្វើការអភិវឌ្ឍវិស័យអប់រំនៅសាកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យាឲ្យបានរីកចម្រើនឡើងថែមទៀតនៅក្នុងកិច្ចប្រជុំនេះខាងភាគីកូរ៉េបានកោតសរសើរចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុនសែនដែលជាបរិហរដ្ឋដ៏ឆ្នើមដែលបានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យភាគីកូរ៉េក៏បានផ្ដោតការចាប់អារម្មណ៍ទៅលើវិស័យអប់រំនៅកម្ពុជាហើយភាគីកូរ៉េមានបំណងជួយអភិវឌ្ឍដល់សាកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យាលើកម្មវិធីសិក្សាការផ្ដល់បច្ចេកទេសការផ្ដល់អាហារូបករណ៍និងជួយស្វែងរកដៃគូកសាងសាកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យាឲ្យកាន់តែមានវិសាលភាពនិងឧត្តមភាពក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាឲ្យបានប្រសើរឡើងថែមទៀត